ចេញក្បាលវីដេអូមកដូចតំណងសិតមានខារ៉ាអូខេហើយសិតតែមិនចូលផ្ទះទៀតខ្ញុំបងប្អូនណាមិនមែននាំបងប្អូនមកចូលខារ៉ាអូខេណាបងប្អូនកុំយល់ច្រឡំណានេះខ្ញុំនាំបងប្អូនមកមើលទីតាំងទ្របនៅលើផ្លូវ 6A នៅស្ពានទី11ប្រកាសលក់ម្ចាស់ត្រូវការយកលុយមើលជំងឺព្យាបាលជំងឺគាត់នៅចិនណាបងប្អូនបាទនេះឈ្មោះខារ៉ាអូខេនេះ KTV ណាត់ជួបស្ពានទី11បងប្អូននៅក្នុងហ្នឹងគឺគាត់មានបន្ទប់ខារ៉ាអូខេគាត់3បាទហើយនឹងមានកញ្ចុះហើយជិត10ទៅទៀតបងប្អូនណាបាទទីតាំងល្អបងប្អូនទីតាំងរ៉ូស៊ីបាននៅខាងក្រោយនេះបងប្អូនកន្លែងមានកញ្ចុះមានអីម្ចាស់យកលុយមើលជំងឺទេបងប្អូនណានៅក្នុងប្លង់ដីរបស់គាត់1690ម៉ែត្រការ៉េតាមទីផ្សារបងប្អូន1ការ៉េ$570បើយើងគុណទៅបងប្អូនជិត90ម៉ឺនជាងបងប្អូនតែលក់អត់ដល់ហ្នឹងឯងបងប្អូនបាទលក់អត់ដល់ហ្នឹងទេបាទបងប្អូនណាលក់ធូរបាទនេះបងប្អូននេះផ្លូវចូលកន្លែងកញ្ចុះបាទមានតំណងមានដើមឈើមានអីមានពូភ្លើងអីយប់ឡើងភ្លឺព្រិចតំណងសម្រាប់យើងអង្គុយពិភាក្សាការងារហូបចុកលេងកំសាន្តនឿយហត់ពីការងារអញ្ចឹងណាបងប្អូនហើយនេះខាងមុខបាទខ្ញុំមកថតហ្នឹងគឺមានភ្ញៀវគាត់ចូលមកបាន2 3បន្ទប់ហើយបន្ទប់គាត់មាន3បងប្អូនចូលមកឡើងពេញហ្នឹងបាទមានចំណូលបងប្អូនទិញហើយបងប្អូនអាចដាក់ជួលវិញបានម្ចាស់គាត់ធានាជួលរយៈពេល3ឆ្នាំឲ្យមួយខែ$1500បងប្អូនណាបាទក្បាល20ជម្រៅ100ក្នុងប្លង់1690ម៉ែត្រការ៉េ1ការ៉េ570គុណទៅ90ម៉ឺនជាងតែលក់ដល់ហ្នឹងឯងបងប្អូនបាទលក់1ការ៉េលក់ម៉ៅទាំងអស់ត្រឹមតែ55ម៉ឺនបងប្អូនប្លង់រឹងណាបងប្អូនចាអារម្មណ៍តាក់ទងមកឲ្យលឿនបងប្អូនបាទនៅស្ពានទី11បាទផ្លូវជាតិ 6A បាទតំណងទីតាំងល្អបងប្អូនបាទទីតាំងអែមបាទរស់ស៊ីបានចំណូលទៀតបាទអរគុណតាក់ទងមកបងប្អូន